អូនក្បែរភ្នំសំពើបងនាំអូនទៅមណ្ឌលគិរីទៅដល់ផ្ទះអូនទន្លេបាទីឃើញទៀតមួយពីរសំភីរត់គេចផ្ទះនៅភ្នំសំពៅហើយមិនបានត្រូវនាំគ្នាទៅមណ្ឌលគិរីហ៎នាំគ្នាទៅទេសចរតាចំហើយចុះមិនថាផ្ទះនាងនៅទន្លេបាទីហ៎ពីមុននៅភ្នំសំពៅដល់ឥឡូវប៉ាម៉ាក់នាងបដូរទីលំនៅមកនៅកណ្ដាញខេត្តតាកែវក្បែរទន្លេបាទីយើងនេះអើយអាបាយអូនសែនសប្បាយក្នុងចិត្តដល់យកលំដាប់តអត់ទីបងភ្លេចចាំអូនចាប់រត់បងវត្តបានតែខ្លួនលោកមកយកភ្លេចមិនទៅតាឃើញដែរហើយបើខ្លាចខ្មោចមិនបានទៅធ្វើផ្ទះជាប់របងវត្តចុះបើប៉ាមកអូនថាដេញនៃជនបទជាប់វត្តដូចថាទៅរៀនធ្វើខ្លះជើងភ្នំពេជ្រនៅម្សិលជីឆ្លងកាត់ដូនម៉ៅដូចស្ងាត់ជាមុនមានមេក៏ឆ្ងល់ដែរពេលមុនមិនទាន់មានផ្លូវលបឿនលឿនក្បែរយាយម៉ៅហ្នឹងគេទៅគេមកហ្នឹងតាមផ្លូវជាតិលេខ4ដល់អាស្រមយាយម៉ៅពេជ្រនិលហ្នឹងគេនាំគ្នាចុះទៅបន់ស្រន់យ៉ាងកកអញ្ចឹងទៅដល់ឥឡូវភាកច្រើនគេជិះផ្លូវលបឿនលឿនអញ្ចឹងយាយម៉ៅត្រូវស្បើយអ្នកចូលណាបាទបីផងពផងស្រូបស្រង់ខ្លែបខ្លាំងសូមខ្លែបហើយខ្លាំងទៀតរំដួលសរិនក្នុងដាន់ឆ្អាំឆ្អៅគាត់ដល់ហើយមកចុះសូរិនហើយភ្នំដាន់នេះវាខុសគ្នាមេឃដីអាមួយនៅជើងមេឃខាងលិចអាមួយនៅជើងមេឃខាងកើតចាំបាទថាហើយចង់បញ្ចប់សេចក្តីវាទៅចេញជាពាក្យទំនៀមសភាសិតតឡាចទៀតទៅលពៅវាមកឯណាឯណៃទៅវិញនេះវិធីសាស្ត្រអ្នកនិពន្ធវិធីសាស្ត្រនិពន្ធឲ្យចោលព្រះប្រោសអីព្រោះតែជាការកំសាន្តសូមអធិស្ឋានទៅណាខុសត្រូវអីកាច់លុបមិនបានទេហេអាលេងHa ha ha.